មកបងអូនញ៉ាំតលឹងតឹងនេះតលឹងតឹងរសជាតិទឹកឃ្មុំស្វាយរសជាតិទឹកឃ្មុំបងអូនមករសឆ្ងាញ់ណាស់អត់មានជូរទេរសជាតិទឹកឃ្មុំផ្អែមណាស់អំបិលអត់មានអីទេបងអូនញ៉ាំក្រុមដានស្វាយមកស្វាយតែខ្ញុំបងអូននៅនេះសាត់ស្វាយហ្នឹងមកចង់និយាយរឿងប្រុសបងអូនគាត់រើប្រពន្ធតាម TikTok ចឹងណាពេលតែគាត់រើគេគាត់អត់មានមើលមុខខ្លួនឯងទេគាត់រើគេតែស្អាតតែអីចឹងណាគាត់ថាឃើញគេក្នុង TikTok លងស្អាតដល់ពេលគាត់ទៅជួបគេគាត់ឃើញគេអាក្រក់គាត់អត់ជួបខ្ញុំសូមផ្ដាំទៅបងប្អូនប្រុសកុំធ្វើចឹងឲ្យក្រោយបងប្អូនបើយើងណាត់គាត់ហើយយើងទៅជួបគាត់ទៅចឹងណាដល់ពេលយើងឃើញគាត់ហើយឃើញគាត់អត់ស្អាតឃើញអីចឹងយើងអត់ជួបគាត់ចឹងយើងធ្វើចឹងហាក់ដូចជាជ្រុលពេកហ្នឹងមែនតាហើយអសូរតែខ្លួនឯងស្អាតទៅខ្លួនឯងអត់ស្អាតផងដល់ចាស់ឡើងអស់ក្រក់ចឹងណាហើយបើយើងណាត់គាត់ហើយយើងទៅជួបគាត់ទៅយើងកុំឃើញគាត់តាម TikTok ថាគាត់ស្អាតដល់ពេលយើងទៅជួបគាត់ថាគាត់អាក្រក់យ៉ាងវាដូចអាក្រក់មើលពេកមែនហើយយកមកនិយាយពេញ TikTok ម្នាស់នេះក៏រសជាតិទឹកឃ្មុំដែរបងប្អូនម្នាស់ទឹកឃ្មុំរសជាតិរបស់បងប្អូនឆ្ងាញ់ណាស់មកគេចង់ញ៉ាំស្វាយមកតែអូនមានស្វាយច្រើនក្តាប់ស្វាយផ្អែមអងផ្អែម